ឃើញបងប្អូនជាកសិករយើងបានតលងលក់ម្ដងប្មែងប្អូនអើយមិនមានងាយស្រួលទេប្មែងប្អូនទៅថ្ងៃនេះឯងបានមកឃើញផ្ទាល់នៅកន្លែងធ្វើណាប្មែងប្អូនថាវាហត់វាកម្មលំបាកប៉ុណ្ណាណាថ្ងៃនេះក៏ខ្ញុំបានចុះមកជាការឲ្យប្មែងប្អូនអើយមកជួយកាប់តលងប្អូនខ្ញុំនេះតែមុននឹងបានតលងហើយក្រៀមលក់នេះប្មែងប្អូនយើងមកមើលពីសកម្មភាពមុននឹងបានតលងលក់ហ្នឹងតើគេធ្វើអ្វីខ្លះណាប្មែងប្អូនមុនដំបូងគេកាប់ដើមប្មែងប្អូនរួចក៏គេគាស់រួចក៏គេប្រមូលដាក់កយ័នប្មែងប្អូនម្ល៉េះហើយក៏គេប្រមូលដាក់កយ័នហើយក៏នេះប្មែងប្អូនហើយនេះចាប់ដើមដាក់កាបតាមថ្មតាមបើអ្នកអត់មានថ្មមានអីអញ្ចឹងគេដាក់នឹងស្បៃណាប្មែងប្អូនហើយមិនពិបាកចំណាយលុយទៅទិញស្បៃទៀតប្មែងប្អូនបានតលងនឹងហាលស្ងួតយើងយកទៅលក់បានស្អាតណាប្មែងប្អូនប៉ុន្តែល្អម្យ៉ាងដែរជាងការប្អូនខ្ញុំវានៅនឹងពលានអញ្ចឹងវាមានថ្មមានអីស្រួលស្រេចអត់ពិបាកចំណាយលុយទៅទិញស្បៃទិញកៅស៊ូទិញតង់អីមកហាលណាប្មែងប្អូនយើងមានថ្មអញ្ចឹងយើងបោសសម្អាតវាទៅយើងដាក់ហាលបានណានិយាយទៅថាឃើញកាយអញ្ចឹងប្មែងប្អូននៅកញ្ចក់វិញប៉ុណ្ណាក៏មិនសល់ទេប្មែងប្អូនអាកញ្ចក់កឹបទាំងកញ្ចក់ហើយនៅតែដាច់អស់ថែមទៀតប្មែងប្អូននិយាយថាយើងក៏គូក៏កាយធ្វើយ៉ាងណាឲ្យបានតលងយកមកក៏ដាក់ម៉ាស៊ីនកាបហាលណាប្មែងប្អូនណាបើអ្នកខ្លះក៏គាត់បានយកទៅលក់អ្នកខ្លះក៏គាត់កំពុងតែកាបណាប្មែងប្អូននិយាយថាយើងកាបរួចរាល់អស់ហើយប្មែងប្អូនក៏យើងចាប់ផ្ដើមវីវាឲ្យស្មើឲ្យវាស្ដើងសមល្មមឲ្យវាឆាប់ស្ងួតណាប្មែងប្អូនអត់មានទុកដាក់ដុំអញ្ចឹងទេប្មែងប្អូនគឺគេត្រូវការវីវាទៀតប្មែងប្អូននិយាយថាចំណាយកម្លាំងច្រើនណាស់និយាយថាតលងស្រស់តលងក្រៀមនឹងប្មែងប្អូនបើថាយើងមានតលងស្រស់តម្លៃត្រឹមតែមកពី250ឡើងអីទៅប្មែងប្អូនយើងធ្វើតលងក្រៀមអត់ចំណេញទេប្មែងប្អូនទេដល់ពេលតម្លៃទៅ200ទៅ100ជាងអញ្ចឹងវាអត់ធ្វើចំណេញទេប្មែងប្អូនហើយយើងបថុយធ្វើអាក្រៀមទៅណាប្មែងប្អូននេះនិយាយថាយើងវីតលងអីរួចអស់ហើយក៏ចាប់ដើមឲ្យប្មែងប្អូនយប់ឡើងក៏យើងសម្រាកនៅឯណោះក៏ចាក់សំលេងកំមុរនឹងបាសហ្នឹងក៏កំមុរវាមកក៏យើងចាប់វាដាក់លីងហូបណាប្មែងប្អូននិយាយថាស្បាយម្យ៉ាងតើលុះព្រឹកឡើងប្មែងប្អូនក៏យើងក៏ចាប់ដើមប្រមូលតលងអាដែលស្ងួតល្មមណាប្មែងប្អូនយើងស្ងួតហើយក៏យើងសាយកមកលក់អឺនៅផ្ទះឯនេះឆ្ងាយណាស់ប្មែងប្អូននិយាយថាថ្លៃក៏ថោកទៀតប្មែងប្អូនបានតែ600ទេតលងណាថ្ងៃនេះណាប្មែងប្អូនហើយអត់មានអ្នកចង់ទិញទៀតប្មែងប្អូនថ្ងៃទី11ណាប្មែង